រុនសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ប្លុកដំណើរកម្សាន្តរបស់ខ្ញុំទៅប្រទេសកូរ៉េភាគ2សម្រាប់អ្នកដែលទស្សនាភាគទី1ប្រហែលជាគាត់គិតថាខ្ញុំយូរចេញភាគទី2បន្តិចដោយសារតែខ្ញុំជាប់ level ច្រើនហើយក៏ប៉ុន្តែវាបានកន្លងផុតមួយខែតម្រុំចេញភាគទី2នេះតែអធិស្ឋានផងដោយសារតែខ្ញុំមមាញឹកច្រើនពេកអ្នកទាំងអស់គ្នាឥឡូវនេះយើងចូលមកដល់វីដេអូរបស់យើងវិញពេលផឹកព្រលឹមឡើងគឺខ្ញុំត្រូវចុះទៅខាងខូមដើម្បីទិញអាហារពេលផឹកមុននឹងចេញទៅធ្វើការផ្សេងៗពេលដែលខ្ញុំចេញទៅធ្វើការហើយខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅកន្លែងមួយដែលជាកន្លែងដែលគេឧស្សាហ៍ថតភាពយន្ត K-drama អ្នកទាំងអស់គ្នាដែលកន្លែងហ្នឹងគឺជាភ្នំណាំសាអ្នកទាំងអស់គ្នាហើយរឿងភាគជាច្រើនគឺគេថតនៅកន្លែងហ្នឹងហើយខ្ញុំមុននឹងទៅទីហ្នឹងគឺខ្ញុំមកញ៉ាំកាហ្វេពេលផឹកនៅកាំណាមសិនជិះពីអូតែមកឆ្ងាយគួរសមដែរប្រហែលជា20នាទីអ្នកទាំងអស់គ្នាដើម្បីមកញ៉ាំកាហ្វេនៅកន្លែងនេះហើយកន្លែងហាងកាហ្វេនេះគឺខ្ញុំមកតាម Instagram ពីព្រោះខ្ញុំឃើញគេផុសទៅទំនងក៏ព្យាយាមស្វែងរកហើយយើងជិះតាក់ស៊ីមកកន្លែងហ្នឹងតែម្ដងហើយនៅក្នុងហាងកាហ្វេនេះក៏មានលក់នំដែរអ្នកទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីមើលហើយខ្ញុំក៏ចាប់ផ្ដើមធ្វើការកំឡុងហើយការវិកខ្ចប់គេគឺជាលក្ខណៈកំប៉ុងបែបនេះគឺប្លែកមែនតើបន្ទាប់ពីជួបភ្ញៀវហើយញ៉ាំកាហ្វេរួចរាល់ខ្ញុំក៏ដាក់ទិសដៅមួយទៀតគឺទៅភ្នំណាមសានតែម្ដងឥឡូវខ្ញុំក៏តាក់ស៊ីហើយដើម្បីចំណាយពេលទៅដល់ភ្នំណាមសានគឺប្រហែលជា20នាទីអ្នកទាំងអស់គ្នាអញ្ចឹងនៅតាមផ្លូវខ្ញុំក៏អត់ភ្លេចថតវីដេអូជាអនុស្សាវរីយ៍ជូនបងប្អូនមើលដែរតាមដងផ្លូវនៅប្រទេសកូរ៉េតើមានទេសភាពបែបណាគឺខ្ញុំថតចូលទៅក្នុងអ្នកទាំងអស់ខ្ញុំអត់កាត់ចោលទេអូខេអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំបានធ្វើដំណើរមកដល់កន្លែងភ្នំណាមសានហើយប៉ុន្តែមុននឹងយើងឡើងទៅលើភ្នំគឺយើងត្រូវមកទិញសំបុត្រសិនប៉ុន្តែយើងត្រូវទៅម៉ោងជួរដោយសារតែថ្ងៃនេះគឺជាថ្ងៃចុងសប្តាហ៍មានមនុស្សច្រើនដែរខ្ញុំក៏ត្រឡប់មកទិញអីញ៉ាំសិនហើយបានទៅឈរតម្រង់ជួរម្ដងទៀតដោយសារតែហេវមែនតើអ្នកទាំងអស់គ្នាហើយនេះគឺជាអាហារពេលព្រឹករបស់ខ្ញុំហើយម៉ោងនេះគឺចិត្តរសៀលទៀតហើយអ្នកទាំងអស់គ្នាគឺមិនចិត្តរសៀលទេគឺរសៀលតែម្ដងគឺខ្ទង់ម៉ោង3ម៉ោង4ហើយចឹងឥឡូវកុំឲ្យខាតពេលយូរយើងងាកមកមើលវីដេអូយើងវិញឥឡូវនេះខ្ញុំកំពុងតែញុកលុយដើម្បីយកកាក់ទៅញុកចូលម៉ាស៊ីនដើម្បីផ្ញើវ៉ាលីហើយបងប្អូនខ្ញុំគាត់កំពុងតែរៀបចំវ៉ាលីដើម្បីដាក់ចូលនៅក្នុងហ្នឹងយើងអាចដកសោយកមកដាក់នៅតាមខ្លួនបានដោយយើងអត់ចាំបាច់យកវ៉ាលីធំឬក៏ឲ្យបានធ្ងន់ទេអញ្ចឹងវាមានភាពងាយស្រួលអញ្ចឹងពេលយើងមកវិញយើងគ្រាន់តែចាក់សោហ្នឹងយកវ៉ាលីយើងចេញនោះវិញបានបាត់ហើយឥឡូវយើងបន្ទាប់ពីចាក់សោទុកដាក់វ៉ាលីរួចរាល់ហើយខ្ញុំចាប់ផ្ដើមធ្វើដំណើរទៅជាន់ទី2ដើម្បីត្រៀមឡើងកត្រកដើម្បីហោះទៅភ្នំណាមសានហើយអ្នកទាំងអស់គ្នាបើនិយាយពីមនុស្សវិញមនុស្សច្រើនមែនតែម្ដងខ្ញុំឈប់ទម្រាំបានជាកត្រកគឺចំណាយពេល1ម៉ោងតម្រង់ជួរឥឡូវនេះកត្រកមកហើយអញ្ចឹងយើងត្រៀមខ្លួនរួចរាល់សម្រាប់ការឡើងទៅលើភ្នំណាមសានគ្រាន់តែមើលឃើញរូបភាពគឺមានអារម្មណ៍រំភើបបាត់ហើយអ្នកទាំងអស់គ្នាដោយសារតែសភាពនេះគឺស្អាតមែនទែនពេលនេះគឺខ្ញុំបានធ្វើដំណើរមកដល់ភ្នំណាមសានពេញទីហើយអ្នកទាំងអស់គ្នាបន្ទាប់ពីជិះកត្រកមួយនឹងចំណាយពេលប្រហែលជា10ទៅ15នាទីដោយសារតែយើងខ្ពស់ដែរហើយយើងត្រូវឡើងកម្មចដាមកតង់ទៀតដើម្បីទៅហៅកន្លែងទិញសោដើម្បីយកមកចាក់នៅជាប់លបងហើយនេះគឺជាសោជីនរូអ្នកទាំងអស់គ្នាហើយមានសោហូបជាច្រើនទៀតដែលឈូតមែនទែនហើយខ្ញុំសម្រេចចិត្តយកបេះដូងពណ៌បៃតងចាស់មួយនេះដោយសារតែមើលទៅវាមានបន្លាស់ទុកឲ្យទៅសេច្រើនហើយខ្ញុំត្រូវទៅសេពាក្យរ៉ាយរ៉ាប់ជាច្រើនអ្នកទាំងអស់គ្នាដូចជាក្តីសុបិនខ្ញុំអីចឹងទៅណាដោយសារតែខ្ញុំមកម្នាក់ឯងខ្ញុំអត់មានគូចាក់ទេខ្ញុំចាក់តែម្នាក់ឯងតែយើងចាក់ក៏បានម្នាក់ឯងចាក់ទៅសេពីក្តីសម័យឬក៏អ្វីដែលយើងចង់ទៅសេអញ្ចឹងណាដោយសារយើងមកដល់ហើយយើងអត់ចាក់ក៏វាអត់កើតដែរវាអត់សមទេបន្ទាប់ពីសរសេរហើយខ្ញុំក៏កាន់ឡើងមកលើជាន់ទី2មួយទៀតដើម្បីចាក់នៅខាងលើហ្នឹងព្រោះមើលឃើញបានទីក្រុងទាំងមូលហើយស្អាតជាងនៅក្រោមហើយនេះគឺជាអ្វីដែលខ្ញុំសរសេរចឹងខ្ញុំចាប់ផ្ដើមចាក់ឲ្យអ្នកទាំងអស់គ្នាហើយអ្នកដែលឧស្សាហ៍មើលរឿងភាគកូរ៉េប្រហែលជាមិនរំលងទីតាំងមួយកន្លែងនេះទេដោយសារតែកន្លែងនេះគឺជាកន្លែងថតភាពយន្តកូរ៉េល្បីជាច្រើនជាពិសេសគឺស្នេហារ៉ូមែនទិកអ្នកដែលចំណូលចូលចិត្តមើលរឿងកូរ៉េបែបអញ្ចឹងគឺមិនអាចរំលងកន្លែងនេះទេសូម្បីតែខ្ញុំស្គាល់កន្លែងហ្នឹងច្បាស់ដែរអ្នកទាំងគ្នាដោយសារតែខ្ញុំក៏ fan រឿងកូរ៉េមួយរូបដែរហើយពេលបានមកដល់កន្លែងហ្នឹងគឺមានអារម្មណ៍ថា
dương rồng phớp đời xa tại dương thọp ta khơi cái đồng hướng hay lỡ nhung nơi coi đọc về giúp hay cái lại nấy cứ chỉ cái lại này kê xong lần từ mơ tí cống hay nè đại miền song xa kê sệt chẳng nên nào kia đôi chỉ xả răng hay vô rồi có love you sen chân từ hay bảo dương ăn miến dương khâu mơ kê chân từ hay bật to bị hội hóa nơi cái lại nâng hai nhung chập đam tầm rong chua trong một cái mình hai tầm rong chua ní cứ thời tranh mà vẫn thời scan shoe out mà tăng tiền hay nên test biệt nó về để chỉ có trọ nè đó cái khởi nhái cứ so beautiful sản bản thân chân lỡ dương thờ từ ô tài vẫn đầm bầy từ hộ ấy nhắm hay nơi ô tài nhóm cứ nơi trong dòng đúng chân thợ chỗ này về đàn tích tuổi đá đầm bầy hậu ấy nhắm hay hiền hoạt đang nghe đi phải chỉ ở sau bàn thọt video đa nhắm ấy nằm dòng đông chờ đã nhận từ ngọc đi bàn tu sna thế nhưng thọt bàn clay tích tuổi vấn tay nơi phiệt thì bấy anh nâng nhung thọt chia sẻ video đây nhung đa nơi mà dòng đúng hay nếu miền phiệt buôn môi tiền này ở đây để sao tay nhung ở ai phải chọc thằng phiệt bấy bàn thế video tôi cái này nhung tôi chờn ngày chẳng nhung thờ chờn phiện tịch hay chỉ trong khó nhung có xôm ở con mong bộ nọ nên là tay tôi sna video bao nhung tăng Việt Nam là hỗ trợ đó chọn